សួស្តីអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់ខ្មែរវិញហើយមកដល់គឺថាមានការចូលរួមពីបងប្អូនមកយើងច្រើនមែនទែនបើទោះបីជាស្តង់វិញយើងរៀងឡាក់ល្អភ្លើងតែមានមិញនឹងទៀតហើយអត់មានទាំងហាលមួយគឺបែកយើងឡើងជោគតែម្ដងបើអ្នក Hello បើអ្នកនៅខាងក្នុងវិញគាត់រៀបបដៅបកបដៅប៉ុន្តែពួកគាត់នៅតែមានការចូលរួមទោះបីជាហូរញើសក៏គាត់នៅតែមានស្នាមញញឹមនេះបង្ហាញពីទឹកចិត្តនិងឆន្ទៈរបស់យើងទាំងអស់គ្នាហើយអរគុណទាំងអស់គ្នាដែលបានមកជួយថ្ងៃនេះអរគុណទាំងអ្នកដែលគាត់បានតាមពេលអរគុណសម្រាប់ទឹកចិត្តរបស់អ្នកទាំងអស់គ្នាហើយអរគុណបងប្អូនដែលគាត់បានមកជួយហើយបានត្រឡប់ទៅវិញហើយអ្នកខ្លះគាត់បានយកស្បៀងសម្ភារៈមកជូនហើយគាត់បានត្រឡប់ទៅវិញអត់បានជួបអីចឹងហើយអរគុណអ្នកដែលគាត់បានចូលរួមតាមរយៈថវិកាតិចក្តីច្រើនក្តីប៉ុន្តែវាគឺជាទឹកចិត្តរបស់យើងទាំងអស់គ្នាហើយចង់និយាយប្រមាថថាអរគុណអ្នកទាំងអស់គ្នាដែលនៅតែទុកចិត្តខ្ញុំហើយចង់ប្រាប់ថាអាវ៉ាន់របស់យើងច្រើនអញ្ចឹងប្រុសអាចអង្គុយសម្រាប់បានហើយស្រីទុកឲ្យស្រីគាត់អ្នករៀបចំគាត់អ្នកលើកទៅណាហើយមកប៉ាក់ទៀតដែលគាត់កំពុងតែរៀបចំជាមួយនឹងស្បៀងមានអីគេខ្លះទៅឆៃបើនឹងសាច់ផាត់ចុះឃើញមានអ្នកជៀនត្រីជៀនអីហ្នឹងគេជៀនហូបខ្លួនឯងឬមិនហ្នឹងត្រីក៏មានដែរបងនៅខាងនោះជៀនអត់តទេហើយមកតាំងមកមែនអូយទៅណែណាអត់ទេតាមពិតបើទោះបីជារវល់ក៏ឆ្លៀតមកដែរមែនអត់ហើយហ្នឹងអូស្អាតអត់មានប្រុសឯណោះតែចឹងក៏ល្អដែរទុកឲ្យប្រុសគាត់សម្រាប់ប្រុសខ្ញុំយកចូលហាងកាហ្វេគាត់ញ៉ាំកាហ្វេស្រីៗនឹងអង្គុយរៀបហ្នឹងឯណាមកដល់ឥឡូវគឺយើងទទួលបាន$46,703អត់តអស់ហើយដល់ឡើងទៀតសុំបន្ថែមតិចទៀតដោយសារតែ space ដែលយើងទុកអវ៉ាន់ហ្នឹងគឺចាប់ផ្ដើមណែនអ្នកទាំងអស់គ្នានៅខាង corner ហ្នឹងគឺអវ៉ាន់គឺច្រើនពេញអស់ហើយប៉ុន្តែអវ៉ាន់ដែលយើងទិញមកហ្នឹងអត់ទាន់យកមកអស់ទេប៉ុន្តែពេញបាត់ហើយអញ្ចឹងខ្ញុំសម្រាប់ថាស្អែកគឺយើងនឹងបិទហាងកាហ្វេនេះមួយទៀតសម្រាប់យក space ដាក់ជាមួយនឹងស្បៀងក៏ដូចជាសម្ភារៈដែលបងប្អូនគាត់យកមកបរិច្ចាគហើយនឹងអាវ៉ាន់ដែលយើងត្រូវទិញមកព្រោះថាលើកនេះគឺយើងត្រៀមច្រើនមែនតើជើងទី1នេះដែលខ្ញុំនឹងចេញដំណើរទៅស្អែកហ្នឹងមានមុងភួយតង់ចំនួន1000ឈុតនិងទឹកសុទ្ធមីអង្គគ្រឿងញ៉ាំនិងសម្ភារៈប្រើប្រាស់ផ្សេងទៀតច្រើនមែនតើខ្ញុំនឹងលម្អិតនៅថ្ងៃស្អែកបន្តទៀតហើយសម្រាប់ខ្ទង់ចំណាយអស់ប្រហែលខ្ញុំនឹងបញ្ជាក់នៅថ្ងៃស្អែកអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលខ្ញុំបញ្ជាក់ដល់ហើយម្ដងទៀតអញ្ចឹងរហូតមកដល់ឥឡូវក៏បងប្អូននៅតែអាចយកស្បៀងក៏ដូចជាសម្ភារៈប្រើប្រាស់យកមកចូលរួមតាមពួកខ្ញុំបានដូចគ្នាយើងបើក24ម៉ោងហើយបងប្អូនក៏នៅតែដែលនៅឆ្ងាយអាចចូលជាថវិកាតិចក្តីច្រើនក្តីក៏បានដែរអញ្ចឹងអរគុណអ្នកទាំងអស់គ្នាអរគុណឥឡូវយើងសូមបញ្ជាក់ថាទឹកប្រាក់ដែលយើងទទួលបាននៅក្នុង ABA នេះគឺមាន$49,800កំតាន់ហូតដល់អស់ទេ$49,800ប៉ុន្តែលុយខាងក្រៅនេះយើងទទួលបានលុយខ្មែរ$86,000និង$600អត់ទាន់អស់ទៀតចានៅក្នុងនេះក៏មានទឹកប្រាក់ដែរគឺចំនួន12លានរៀលស្មើនឹង$3,000ទៀតចាអញ្ចឹងបើសរុបទៅទឹកប្រាក់របស់យើងគឺវាលើសពី50,000ទៀតមកដល់ឥឡូវនេះហើយខ្ញុំចាប់អារម្មណ៍នៅការបរិច្ចាគរបស់គាត់បានសរសេរលើនេះគាត់សរសេរថាមូលនិធិ AMI BTS កម្ពុជាថវិកាសរុបចំនួន12លានរៀលវាយភ័យ BTS Cambodia Fan Page ខ្មែរជួយខ្មែរយើងនឹងឈ្នះអាកាពូចោលមកប្រទេសអូញ៉ាមកទៀតឯចាចំនួនប្រហែលចាជួយចាចំនួន$40,000រៀលទៀតចាហាតិចក្តីច្រើនក្តីឲ្យយើងបានចូលរួមពេលខ្លះបន្តិចតែយើងផ្សាយសំគ្នាវាថាជាចំនួនទឹកប្រាក់មួយដ៏ធំយើងអាចធ្វើរឿងល្អបានកាន់តែច្រើនម៉ោង11យប់ហើយចឹងបងប្អូនដែលគាត់ថាដេកមិនលក់អូឃើញវីដេអូនេះថាចង់យកអាវ៉ាន់យកស្បៀងយកសម្ភារៈប្រើប្រាស់អីមកឲ្យពួកយើងចូលតាមរយៈពួកយើងអាចមកបានព្រោះថាយើងបើក24ម៉ោងតែម្ដងណាចាខាងនេះគឺជាមួយនឹងស្រីអត់ចូលផ្ទះសប្បាយទេមកស្មោះនេះចាពីព្រោះថានេះជាទឹកចិត្តស្នេហាជាតិរបស់គាត់ចាតាមពិតចង់ទៅតែគម្រាមថាស្អីមុខទៅក៏អត់មានអត់ទេនៅអាវ៉ាន់ខាងនេះគេរៀបចំខាងស្បៀងណាគេរៀបចំស្បៀងអីចឹងទៅមានដូចជាសាច់ក្រកត្រីងៀតត្រីផាត់សាច់ផាត់អីចឹងទៅហើយខាងចុងភៅទៅថតស្រួលទៅចុងភៅខាងនោះចាផ្ទះខ្នោត3តាំងពីក្បាលល្ងាចមកដល់ឥឡូវហើយខាងនេះវិញខាងនេះគេរៀបចំខាងសម្ភារៈប្រើប្រាស់មានមុងពួយកតែខ្នោចតង់ខ្នាអោបកាម៉ាអីចឹងណា